ស្ដីបងប្អូនអរគ្នាថ្ងៃនេះមានវីដេអូមួយពាក់ព័ន្ធនឹងការដំឡើងកម្មវិធី Canva តោះឥឡូវយើងទៅមើលបងប្អូនថាតើយើងដំឡើងកម្មវិធី Canva ហ្នឹងយ៉ាងដូចម្ដេចនៅលើទូរស័ព្ទដៃពពុះ Android អ្នកនរនេះចូលទៅកាន់ Play Store នៅត្រង់ពាក្យថា Search សូមវាយពាក្យថា Canvaនេះមានពី3អ្នកនរនេះអាចចុចពាក្យ Search ខាងក្រោមឬក៏រើស Canva នៅខាងលើដូចគ្នាឥឡូវខ្ញុំចុចពាក្យ Search បន្ទាប់មកសូមរើសពាក្យថា Canva AI Video ចុច Install លើវាមួយមកចុច Install លើវាមួយមកបន្ទាប់ពីវាបានដើរចប់អ្នកនរគ្នាចុចលើពាក្យ Open នៅត្រង់នេះដើម្បីអាចចូលទៅប្រើកម្មវិធី Canva បានអ្នកនរគ្នាមានជម្រើសជាច្រើនដើម្បីចុះឈ្មោះជាមួយវាទី1 Continue with Google នៅត្រង់នេះអ្នកនរគ្នាអាចជ្រើសរើសការចុះឈ្មោះដោយប្រើ Google មាន Gmail ទី2អ្នកនរគ្នាអាចចុះឈ្មោះជាមួយនឹង Facebook ហើយទី3អ្នកនរគ្នាអាចជ្រើសរើសវិធីផ្សេងៗទៀតសម្រាប់ការចុះឈ្មោះដើម្បីអាចចូលទៅប្រើកម្មវិធី Canva បានអញ្ចឹងនៅត្រង់នេះខ្ញុំជ្រើសរើសយកពាក្យថា Continue with Google คลิกលើវាមួយមកបន្ទាប់ពីអ្នកនរគ្នាបានជ្រើសរើស Google នៅត្រង់នេះមាន email 2នៅក្នុងទូរស័ព្ទមួយនេះឥឡូវខ្ញុំជ្រើសរើសយកខាងលើអ្នកនរនេះជ្រើសរើសយក email ដែលអ្នកនរគ្នាកំពុងតែប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់អ្នកនរគ្នាមកខ្ញុំចុចជ្រើសរើសមួយមកបន្ទាប់ពីយើងបានចុះឈ្មោះហើយយើងឃើញមានកម្មវិធីជាច្រើននៅក្នុង Canva ដែលអ្នកនរគ្នាអាចជ្រើសរើសយកទៅប្រើទៅតាមតម្រូវការជាក់ស្ដែងរបស់អ្នកនរគ្នាហើយនេះគឺជារបៀបងាយៗសម្រាប់ការចុះឈ្មោះចូលប្រើនៅក្នុងកម្មវិធី Canva នេះមានច្រើនបន្ទាប់ពីបានចុះឈ្មោះកម្មវិធី Canva រួចអ្នកនរគ្នាបានឃើញកម្មវិធីជាច្រើននៅក្នុងកម្មវិធី Canva នេះហើយអ្នកនរគ្នាអាចជ្រើសរើសយកកម្មវិធីណាមួយមកប្រើទៅតាមតម្រូវការជាក់ស្ដែងចឹងសម្រាប់ការបង្ហាញពីរបៀបចុះឈ្មោះចូលប្រើកម្មវិធី Canva មានប៉ុណ្ណឹងជម្រាបលាជួបគ្នានៅវីដេអូក្រោយបន្តទៀត